Bạnសួស្តីទាំងអស់គ្នាចំពោះវីដេអូនេះគឺខ្ញុំមកចែករំលែកអំពី program មួយនៅក្នុងការ copy ប្លង់ពី AutoCAD ចូលទៅក្នុង Word បំលែងទៅជារូបភាពស្រាប់អញ្ចឹងណាអញ្ចឹងគឺមាន program មួយដែលយើងហៅថា Better WM អញ្ចឹងជាឧទាហរណ៍ខ្ញុំបើកកម្មវិធី Word មួយមកហើយខ្ញុំ copy រូបភាពចូលតោះអញ្ចឹងខ្ញុំអាចបែងចែកជាពីរ screen ទៅអូខេអញ្ចឹងជាធម្មតាបើសិនជាយើងអត់ប្រើកម្មវិធី copy ទេយើងអាច snap បានប៉ុន្តែយើងត្រូវដូរ background ហ្នឹងទៅជាពណ៌សជាមុនសិនយើងដូរ background ទៅជាពណ៌សបានយើងអាច snap រូបភាពដាក់ចូលបានអូខេបែបនេះចុះអញ្ចឹងយើងអាច snap បាននេះគ្រាន់តែវាយ tool snap មកអញ្ចឹងយើងអាច snap ចេះបានប៉ុន្តែការ snap តែលក្ខណៈបែបហ្នឹងអាចធ្វើឲ្យរូបភាពរបស់យើងហ្នឹងគឺនៅពេលដែលយើងព្រិចព្រមអញ្ចឹងទៅវាអាចព្រានវាអត់ច្បាស់ 100% អញ្ចឹងណាអញ្ចឹងវាអាចព្រានតោះអញ្ចឹងនៅពេលដែលយើងប្រើជា tool program សម្រាប់ copy វិញគឺយើងគ្រាន់តែវាយពាក្យថា better WM ហ្នឹងមកយើងចុចលើវាមកគឺវាមាន2គឺទី1បំលែងរូបភាពហ្នឹងទៅជាសខ្មៅនិងទី2បំលែងរូបភាពហ្នឹងទៅជា color ស្រាប់អញ្ចឹងបើយើងចង់ឲ្យជាសខ្មៅយើងគ្រាន់តែគ្រីស make all black និង make all black apply OK មកយើង copy រូបភាពហ្នឹង Ctrl C ហើយយកវាមកផាសនៅក្នុង Word ហ្នឹងមកយើងផាសវាមកយើងផាសជារូបភាពមកគឺវាលោតជាសខ្មៅស្រាប់អញ្ចឹងអានេះដល់ពេលដែលវាលោតវិញអញ្ចឹងយើងអាចក្រោបវាបន្តិចទៅដើម្បីឲ្យវាខ្លីជាងមុនអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងព្រមយើងគ្រាន់ break មើលរូបហ្នឹងគឺនៅតែច្បាស់តតែអញ្ចឹងអញ្ចឹងអត្ថប្រយោជន៍នៃ program ហ្នឹងគឺជួយរូបភាពហ្នឹងបំលែងទៅជាសខ្មៅក៏បាននិងជា color ក៏បានជា color យើងគ្រាន់តែដូរទៅជា color វិញមកយើងដោះ make all ហើយកន្លែងនេះយើងគ្រីសជា color មកយើង apply OK អញ្ចឹងយើង copy ម្ដងទៀតមក Ctrl C អញ្ចឹងយើងគ្រាន់តែផាសជារូបភាពមកអញ្ចឹងរូបភាពដែលយើងបានផាសវិញគឺជា color អូខេអញ្ចឹងយើងព្រិចព្រមរូបភាពយ៉ាងណាក៏វានៅតែច្បាស់ប៉ុន្តែវាអត់ព្រាលដូចជារូបភាពដែលយើង snap មកអញ្ចឹងណាអូខេហើយយើងអាចស៊ូមមើលវាទៅវានៅតែច្បាស់អូខេអញ្ចឹងprogram នេះគឺជួយយើងដែរគឺវាមានលក្ខណៈងាយស្រួលនៅក្នុងការប្រើប្រាស់នៅមួយវិញទៀតបើសិនជាយើងអត់ចង់ប្រើប្រាស់ program Better WM ទេយើងមានជា command របស់ AutoCAD ស្រាប់ប៉ុន្តែវាធ្វើបានទៅតែជារូបភាព color ទេជាសខ្មៅគឺវាធ្វើអត់បានទេអញ្ចឹង command ហ្នឹងគឺ WMF មកនេះហើយយើងចុចលើវាយើងអាចស្រាវនៅលើនេះមួយខ្ញុំដាក់ថា123ចាខ្ញុំស្រាវហើយខ្ញុំ select លើ object នេះខ្ញុំ enter អញ្ចឹងយើងចូលទៅមើលកន្លែងដែលខ្ញុំស្រាវគឺ date document អញ្ចឹងអ្វីដែលខ្ញុំបានស្រាវនេះគឺ123 WFM ហ្នឹងអូខេអញ្ចឹងយើងបើកនេះមកយើងចូលទៅក្នុង Word របស់យើងវិញមកដើម្បីហៅរូបភាពនឹងចូលបានយើងគ្រាន់តែ insert យក picture ហើយយក this device ហើយចូលទៅ document ពេលយើងចុចលើ1 2 3ហ្នឹងមកខ្ញុំ insert អញ្ចឹងរូបភាពហ្នឹងគឺវាចូលដែរគ្រាន់តែថាយើងពិបាក snap តិចហើយអត់អាចបំលែងទៅជាសខ្មៅបានទេគឺវានៅតែជា color អូខេអញ្ចឹងក្រោបវាទៅអញ្ចឹងគឺវាច្បាស់ដូចគ្នាសម្រាប់ command របស់ AutoCAD ហ្នឹងរីកព្រមប៉ុណ្ណាក៏វានៅច្បាស់គាត់ថាអត្ថប្រយោជន៍គឺ Better WM អាចដាក់ជាសខ្មៅបាននិង command របស់ AutoCAD គឺបានតែជា color ទេពេលយើងចង់ដូរសខ្មៅក៏យើងបំលែងវាតែនេះគឺបំលែងឲ្យស្រាប់អញ្ចឹងចំពោះវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេហើយចំពោះ link download program ខ្ញុំដាក់នៅក្នុង comment ខាងក្រោមសូមអរគុណច្រើន